បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកបង្ហាញពីចង្ក្រានប្រេងຂະຫນាត140បាទមកកាត់140ហើយយើងអាចដាក់ឆ្នាំងបានដល់60ឬក៏70ក៏ដាក់បានដែរបាទតម្រូវចង្ក្រានយើង3ទឹកកន្លះលក្ខណៈចង្ក្រានប្រេងអាចប្រើប្រេងបាតខ្មៅបានហើយចំណេញថវិកាគ្មានហានិភ័យបាទប្រភេទចង្ក្រានយើងនេះអាចដកកឡចេញចូលបានបាទហើយយើងបើកដង្ហាលតែពាក់កណ្ដាលទេបាទនេះភ្លើង Q ល្អបាទភ្លើង Q បាទកឡកាន់តែក្តៅភ្លើងយើងរឹតតែខ្លាំងបាទភ្លើងយើងរឹតខ្លាំងប្រើចំណេញពេលវេលាបាទឆាប់ពុះភ្លើងខ្លាំងដាក់ចំអិនអាហារឆាប់ឆ្អិនបាទហើយប្រភេទចង្ក្រាននេះដែរយើងអាចដកចេញចូលបានដកកឡចេញចូលបានបាទនេះបាទកឡក្តៅភ្លើងជះខ្លាំងល្អបាទ Q បាទភ្លើង Q ស្អាតបាទប្រភេទកឡនេះក្រាស់ល្អបាទកឡនេះកម្រាស់8លីបាទអត់ប្រើកឡស្ដើងទេបាទកឡស្ដើងវាឆាប់ខូចក្រាននេះមានមុខកាត់3ទឹកកន្លះបដោយ6ទឹកកម្ពស់3ទឹកបាទហើយមុខកាត់កឡ140បាទភ្លើង Q ល្អបាទហើយផ្សែងនេះហុយចេញពីការលាបថ្នាំលើជើងដែកបាទពេលដែលវាក្តៅទៅវាឆេះអាថ្នាំយើងលាបលើកឡហ្នឹងគឺវាហុយបាទពេលដែលឆេះមកជាតិខ្យល់ដែលវាអស់ថ្នាំហ្នឹងទៅលែងហុយអីបាទចង្ក្រានប្រេងយើងប្រើចំណេញហើយបាទយកតែប្រេងសល់ចាស់ពីម៉ូតូយើងអាចយកមកចាក់ប្រើបានហើយបាទពុកម៉ែបងប្អូនមានតម្រូវការអាចតាក់ទងមកក្រុមការងារយើងឬក៏តាមលេខទូរស័ព្ទដែលយើងដាក់នៅលើអេក្រង់វីដេអូនៅលើវីដេអូបាទអរគុណច្រើនពុកម៉ែបងប្អូនមកមានតម្រូវការអាចតាក់ទងមកតាមលេខទូរស័ព្ទនៅលើវីដេអូនេះបានបាទអរគុណភ្លើងកាន់តែខ្លាំងល្អហើយបាទ Q ហើយមួយទៀតពុកម៉ែបងប្អូនបើមានតម្រូវការចង្ក្រានប្រេងមានគ្រប់លេខបាទមានຂະຫນាតតូចជាងគេ114ຂະຫນាត140ຂະຫນាត160ຂະຫນាត180ຂະຫນាត2ទឹក2ហើយប្រភេទຂະຫນាតផ្ទះថ្នោតមានទៅដល់ຂະຫນាត3ទឹក2 3ទឹកកន្លះមានគ្រប់លេខគ្រប់ទំហំតម្រូវការពុកម៉ែបងប្អូនចង់បានຂະຫນាតមួយណាក៏ខាងយើងមានលក់ដែរបាទអរគុណបើពុកម៉ែបងប្អូនមានតម្រូវការຂະຫນាតមួយណាអាចតាក់ទងមកតាមលេខទូរស័ព្ទនៅលើវីដេអូបានអរគុណច្រើន